ជីវិតប្តីប្រពន្ធប្រសិនបើចង់រស់នៅជាមួយនឹងគ្នាមានសុភមង្គលយូរអង្វែងកុំធ្វើរឿងបែបនេះដាច់ខាតជាការពិតណាស់មនុស្សយើងរស់នៅចង់បានក្តីសុខជាមួយនឹងដៃគូនិងគ្រួសារណាស់បើតាមលោកចៅក្រមជូសេហ្សាបាត់នៅឈីកាហ្គោបានកាត់ក្តីការលែងលះប្តីប្រពន្ធដែលរស់នៅជាមួយគ្នាគ្មានក្តីសុខមិនចុះសម្រុងនឹងគ្នាមានលើស 40000 គូឯណោះគាត់បានប្រាប់ការពិតដ៏សាមញ្ញមួយថាវាមិនមែនជារឿងដ៏ធំដុំទេគឺជារឿងតូចៗតែប៉ុណ្ណោះដែលរឿងទាំងនោះមានដូចជាពាក្យសម្ដីលើគ្នាបន្តិចបន្តួចធ្វើខ្លួនដូចជាអ្នកលេងនៅទៀមស្រាឆ្លោះប្រកែកនៅក្នុងគ្រួសារប្រើពាក្យប្រមាថមើលងាយគ្នាប្រើអាកប្បកិរិយាពោពេញទៅដោយសេចក្តីថោកទាបវាគឺជារឿងតូចតាចជាហេតុនាំឲ្យបង្កឲ្យគ្រោះថ្នាក់ដល់រាងកាយនិងឈានទៅដល់ការធ្វើឃាតកម្មនេះហើយគឺជាមូលហេតុធម្មតាសាមញ្ញដែលដុតចិត្តដៃគូនិងគ្រួសារមិនអាចបន្តទៅមុខជាមួយនឹងគ្នាការដែលមិនចេះអភ័យទោសឲ្យគ្នាហើយភាគីម្ខាងទៀតបែរជាចង់យកឈ្នះពេកវាធ្វើឲ្យបញ្ហាដក់ជាប់នៅក្នុងចិត្តបន្តិចម្ដងក៏បង្កក្លាយទៅជាបញ្ហាធំនៅក្នុងចិត្តដៃគូអ្នកគួរតែចាំកតិមាសមួយឃ្លានេះទុកនៅក្នុងជីវិតរបស់អ្នកថាជីវិតយើងខ្លីណាស់ហេតុអ្វីយើងគិតតែរឿងតូចតាចច្រើនម្ល៉េះមានន័យថាជីវិតរបស់យើងរស់នៅផែនដីមួយនេះមានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះហេតុអ្វីអ្នកប្រមូលក្តីទុកចូលមកនៅក្នុងជីវិតយើងច្រើនម្ល៉េះពេលអ្នកប្រមូលបញ្ហាច្រើនចិត្តរបស់អ្នកកាន់តែមានវិបត្តិផ្លូវចិត្តដោយឥតដឹងខ្លួននោះទេវាធ្វើឲ្យយើងខូចអារម្មណ៍កើតទុក្ខក្តៅក្រហាយចំពោះរឿងបន្តិចបន្តួចនេះឯងតាមពិតទៅយើងគួរតែបំភ្លេចវាចោលទៅណាអ្នកគួរតែប្រើជីវិតឲ្យមានសេចក្តីសុខនិងភាពរីករាយជាមួយនឹងមនុស្សជុំវិញខ្លួននិងក្រុមគ្រួសារហេតុអ្វីបានជាអ្នកត្រូវបង្ខាតពេលវេលាក្តីសុខមកអង្គុយកើតទុក្ខទៅវិញដូច្នេះសូមកុំទុក្ខសោកច្រើនអីកុំព្រួយបារម្ភច្រើនពេកអ្នកត្រូវបំពេញជីវិតដោយការប្រព្រឹត្តអារម្មណ៍មានក្តីសុខចូលអ្នកប្រើខួរក្បាលគិតទៅលើរឿងមានប្រយោជន៍និងរឿងសំខាន់បំផុតនៅក្នុងជីវិតដើម្បីបង្កើតក្តីស្រឡាញ់នៅក្នុងចិត្តវិញវាមានន័យជាងតើមែនឬអត់